ជាបដិបត្តិនៅសមាធិវិបស្សនាកម្មដ្ឋានណាដើម្បីឲ្យយល់ដឹងជ្រុតជ្រាបនៅក្នុងព្រះពុទ្ធសាសនានិងឲ្យបានជ្រុតជ្រាបនៅក្នុងជីវិតដែលរស់នៅសពថ្ងៃនេះហើយខំប្រឹងប្រែងនិងបំពេញនៅសេចក្តីល្អបន្តមនុស្សយើងកាលណាដែលភ្ញាក់រលឹកនឹកឃើញនៅសង្ខារសរណហេតុឬហៅថាសង្វេគគោណាតក់ស្លុតនៅក្នុងបញ្ចក្ខន្ធណាសង្វេគនៅក្នុងអាយុជីវិតរបស់ខ្លួនទើបអាចចេះបំពេញបុណ្យបំពេញកុសលបានបើមិនសង្វេគមិនតក់ស្លុតនៅក្នុងបញ្ចក្ខន្ធនៅក្នុងជីវិតរបស់យើងទេគឺថាអត់ចេះធ្វើបុណ្យទេញាតិញោមអានឹងអញ្ចឹងដំណើរជីវិតរបស់សត្វលោកហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងណាព្រោះការមិនសង្វេគនៅក្នុងអាយុជីវិតបានដោយសារមាននៅកាមៈឬក៏ហៅថាកាមាឬក៏ហៅថាធម៌ដែលបាំងបិទនៅធម៌មួយឲ្យឈ្មោះថាអនិច្ចតាធម៌ណាគឺបាំងបិទនៅភាពមិនទៀងណាភាពទៀងហ្នឹងវាបាំងបិទនៅភាពមិនទៀងឃ
khơi sập hiệp tiênอย่างmấy nhật nhóm khơi sập hiệp tiếng tha ánh miền cầm lăng mòm muôn miền lôi chai nè ruột riêng cai nó còn nơi sầm ra lọ sát hay chẳng ót ót mơ khơi sịch đây ót tơ sôn tơ được không chỉ vậtประจำ ថ្ងៃ ទេ ហើយ អបអនទៅដោយមាសប្រាក់លុយកាក់ជាដើមនឹងទៀតផងទៅក៏មើលសភាពមិនទៀងហ្នឹងវាអត់ឃើញដូចថាមនុស្សយើងបើមានសេចក្តីស្រឡាញ់ច្រើនមានតម្រេកច្រើនគឺមានសភាពសប្បាយច្រើនណាចូលចិត្តសប្បាយច្រើនអញ្ចឹងអត់ខ្វល់អំពីចាស់ចរិយាអីទៅទេណាថ្ងៃហ្នឹងគឺថាធ្វើយ៉ាងម៉េចគុតគង់នៅរូបរាងកាយហ្នឹងឆ្លៀកពាក់ឲ្យបានស្អាតល្អលយឆាយទៅណាហូបចុកឲ្យបានឆ្ងាញ់ពិសាឲ្យឆ្អែតទៅផ្ទះហ្នឹងមានផ្ទះថ្មសសរឥដ្ឋម៉ាស៊ីនត្រជាក់នៅទៅក៏សប្បាយរីករាយជាមួយនឹងណាវត្ថុជាគ្រឿងអភរណៈហ្នឹងដែលអបអនជីវិតរបស់ខ្លួនហ្នឹងក៏វង្វេងជាប់ចម្ពាក់នៅក្នុងអារម្មណ៍ទាំងអស់ហ្នឹងអញ្ចឹងការដែលយើងជាប់ចម្ពាក់នៅក្នុងអារម្មណ៍ទាំងអស់ហ្នឹងបណ្ដាលឲ្យយើងហ្នឹងមានសេចក្តីប្រមាទណាប្រមាទហ្នឹងប្រែថាធ្វេប្រហែសណាធ្វេប្រហែសនៅក្នុងការបំពេញបុណ្យបំពេញកុសលធ្វើសេចក្តីល្អហ្នឹងហាក់បីដូចថាជីវិតរបស់ខ្លួនហ្នឹងយកលុយហ្នឹងទៅមកទិញបានណាកំណើតមនុស្សដល់ល្អហ្នឹងអាចយកលុយយកមាសហ្នឹងមកទិញបានឃើញទេសម្បត្តិមនុស្សហ្នឹងអាចយកលុយយកមាសយកប្រាក់ហ្នឹងណាយកសេចក្តីលយឆាយហឺហាហ្នឹងយកមកទិញបានមិនមែនអញ្ចឹងទេណាញាតិញោមគឺថាអ្វីដែលយើងមានសពថ្ងៃនេះណាដែលជាសម្បត្តិរបស់លោកនេះដែលផ្ដល់ឲ្យយើងណាគឺយើងបានមកអំពីបុណ្យកុសលអំពីអតីតដែលជួយទំនប់បំរុងយើងភ្ជុំផ្ដើមយើងឲ្យយើងនឹងមានរបស់របរទាំងអស់ហ្នឹងទេបើសិនជាយើងខ្វះបុណ្យខ្វះកុសលរបស់របរហ្នឹងមិនដែលមករត់រយយើងទេនិយាយមែនសូម្បីតែយើងទៅរត់រវាក៏វាមិនឲ្យយើងនឹងរវាដែរមើលអ្នកខ្វះបុណ្យខ្វះវាសនាខ្វះព្រេងសំណាងញោមឃើញទេចង់បានលុយចង់បានឡានចង់បានផ្ទះណាពណ៌សម្បល់ស្បែកភ្លឺថ្លាបញ្ញាវាងវៃគ្រប់បែបយ៉ាងហ្នឹងអត់ទេណាអត់បានទេប្រាថ្នាយ៉ាងម៉េចក៏ដោយហើយមើលអ្នកខ្វះបុណ្យឈឺគ្រប់បែបគ្រប់យ៉ាងទាំងអស់ហើយមើលទៅវត្តទៅវាអីហ្នឹងបន់ព្រះសំពះទេវតាសូមឲ្យព្រះជួយយកជំងឺទេវតាហ្នឹងជួយយកជំងឺទៅវិញឃើញទេអត់មានអ្នកណាមកយកជំងឺរបស់យើងទៅវិញបានទេអាហ្នឹងឯងដែលហេតុដែលយើងខ្វះបុណ្យអញ្ចឹងបានថាមនុស្សយើងសពថ្ងៃនេះដោយវត្ថុនិយមណាគ្រឿងអភរណៈទាំងអស់ហ្នឹងបាំងបិទឬក៏ចូលមកអបអន់មកណាលួងលោមបោះអង្អែលនៅចិត្តសន្តានហ្នឹងធ្វើឲ្យមនុស្សធ្វើឲ្យសត្វទាំងអស់ហ្នឹងភ្លេចណាសេចក្តីទុក្ខភ្លេចថាខ្លួនឯងហ្នឹងមានសេចក្តីស្លាប់នៅខាងចុងហើយភ្លេចថាខ្លួនឯងហ្នឹងស្លាប់ទៅអត់ដឹងថាទៅកើតទីណាទេណាដឹងថាអញងាប់ពីហ្នឹងទៅមកកើតជាមនុស្សវិញអ្នកមានងាប់ទៅដល់ពេលកើតមកវិញអ្នកមានវិញអញ្ចឹងខ្វល់អីណាខំប្រឹងតែរកខំប្រឹងតែធ្វើទៅណាកេងប្រវាញ់គេខ្លះទៅបៀតបៀនគេខ្លះទៅណាប្លន់គេខ្លះទៅធ្វើអំពើពុករលួយអីខ្លះទៅនឹកឃើញថាអាទ្រព្យសម្បត្តិដែលខ្លួននឹងរកបានខ្លួនងាប់ទៅ
បន្ទាប់ពីងាប់ទៅមកកើតនៅកន្លែងហ្នឹងចាយនៅនឹងវិញអាហ្នឹងអញ្ចឹងអ្នកដែលមានសេចក្តីប្រមាទហ្នឹងគឺភាកច្រើនគិតអញ្ចឹងហើយមួយផ្នែកទៀតគេគិតថាទៅខ្វល់អីណាទៅខ្វល់អីមើលអ្នកស្លាប់ក៏គោកសួរថាដែលឃើញចាប់បដិសន្ធិមកវិញដែរណាមើលដូចកង្កដែលគាត់ស្លាប់ទៅហ្នឹងអត់មានឃើញកង្កហ្នឹងមកវិញផងអញ្ចឹងខំប្រឹងធ្វើបុណ្យធ្វើទានទៅអីបានប្រយោជន៍អីណែយកលុយយកកាក់ហ្នឹងយកទ្រព្យសម្បត្តិហ្នឹងដើរចាយហឺហាលយឆាយណាគ្រប់បែបគ្រប់យ៉ាងទៅតន់ជីវិតនឹងរស់នៅតែងាប់ទៅលែងបានចាយហើយអាហ្នឹងគិតទៅជាមច្ឆាតថិទៅអញ្ចឹងវិញទៅណាក៏អត់បំពេញបុណ្យបំពេញកុសលដែរនឹងឯងដែលថាគ្រឿងវត្ថុនិយមទាំងអស់ហ្នឹងវាត្រូវវង្វក់ចិត្តរបស់យើងឲ្យលប់សតិអស់អញ្ចឹងណាហើយសំយើងអត់មានធម៌អត់មានអាដើម្បីចូលទៅអប់រំទូមានផ្លូវចិត្តរបស់យើងទៀតនោះណាកាន់តែសម្បើមណាកាន់តែសម្បើមសេចក្តីប្រមាទហ្នឹងគឺណានៅក្នុងចិត្តសន្តានហ្នឹង 100% ពេញតែហ្មងឃើញទេរហូតតតែមើលឃើញគេបំពេញបុណ្យបំពេញកុសលអីហ្នឹងពេបជ្រាយគេថាឲ្យគេណានិយាយពីនេះពីនោះគេអីចឹងទៅខ្លួនឯងមិនបានបំពេញបុណ្យកុសលហើយណាដើរពេបដើរជ្រាយគេអញ្ចឹងអាហ្នឹងគេហៅថាបាបកម្មហ្នឹងកិលេសហ្នឹងវាបណ្ដាលឲ្យចិត្តរបស់មនុស្សហ្នឹងមាននៅទិដ្ឋិអញ្ចឹងហ្នឹងណាមនុស្សយើងភាកច្រើនគឺប្រមាទណាស់ណាប្រមាទគឺទ្វេប្រហែសណាគ្រប់បែបគ្រប់យ៉ាងទាំងអស់មិនដឹងថាពឹងអីឲ្យពិតប្រកបគឺថាពឹងទ្រព្យសម្បត្តិពឹងប្តីពឹងកូនពឹងប្រពន្ធពឹងបានតែមករស់នៅសួនហ្នឹងពឹងមិនបានទៀតណាហើយមិនដឹងថាទៅពឹងអីឲ្យខំប្រឹងបំប៉ោងខំប្រឹងណាធ្វើឲ្យខ្លួននឹងឯងណាធ្លាក់ចុះទៅនៅក្នុងបាយមុខព្រឹត្តទៅនៅក្នុងស្រីស្រាលបែងផ្សេងហ្នឹងណាហើយតទៅពេលយើងពិចារណាញាតិញោមបុគ្គលជាបណ្ឌិតបុគ្គលជាសប្បុរសលោកពិចារណាឃើញសភាពមិនទៀងណាសភាពមិនទៀងហ្នឹងបានន័យថារបស់ណាដែលវាប្រែប្រួលពីមួយទៅមួយណាពីមួយកន្លែងទៅមួយកន្លែងប្រែប្រួលពីជាទៅឈឺប្រែប្រួលពីក្មេងទៅចាស់ប្រែប្រួលណាពីសបាយទៅកើតទុក្ខហ្នឹងគេហៅថាមិនទៀងនឹងធម៌មិនទៀងហ្នឹងអ្នកប្រាជ្ញទាំងឡាយបណ្ឌិតទាំងឡាយសប្បុរសទាំងឡាយលោកពិចារណាឃើញទៅគឺលោកសង្វេគតក់ស្លុតនៅក្នុងជីវិតរបស់ខ្លួនណាលោកនឿយណាយលោកពិចារណាទៅឃើញថាសភាពដដែលហ្នឹងណាអាកើតចាស់ឈឺស្លាប់ហ្នឹងមិនដឹងថាប្រមាណ100ជាតិមកហើយជួបនៅសេចក្តីទុក្ខប្រត់ប្រាស់បែកបាក់ក្រុមគ្រួសារណាជួបនៅសេចក្តីទុក្ខផ្សេងគ្រប់បែបយ៉ាងហ្នឹងគឺថាមិនដឹងថាប្រមាណនៃ100ជាតិមកតពេលអញ្ចឹងលោកតលន់ណាលោកនឿយណាយនឹងការជួបឲ្យបែកណាអីដល់ពេលអញ្ចឹងទៅលោកពិចារណានៅក្នុងជីវិតរបស់លោកអញ្ចឹងឃើញអញ្ចឹងលោកពិចារណាតើមានផ្លូវណាដែលនាំឲ្យណាជីវិតរបស់ខ្លួនឬក៏ជាតិកំណើតរបស់ខ្លួននេះមិនមានការកើតនិងមិនមានការរលត់ទៅវិញតទៅពេលអញ្ចឹងលោករកផ្លូវកិច្ចញោមលោករកផ្លូវកិច្ចដល់ទៅពេលលោករកឃើញទៅណាគឺលោកប្រាប់យើងទាំងអស់គ្នាថាណែផ្លូវដំណើរមកខាងនេះណាផុតចាស់ផុត
ជារៀបជាធិមរណៈផុតជួបផុតបែកផុតសេចក្តីទុក្ខលំបាកណាទៅតាមផ្លូវកាយទៅតាមផ្លូវចិត្តអញ្ចឹងអ្នកទាំងឡាយដើរតាមខ្ញុំមកណាអញ្ចឹងដល់ពេលអញ្ចឹងទៅយើងទាំងអស់គ្នាជាអ្នកតក់ស្លុតជាអ្នកសង្វេគនៅក្នុងជីវិតក៏បានពិចារណានៅធម៌ដែលអ្នកប្រាជ្ញជាន់មុនមានព្រះសម្មាសម្ពុទ្ធជាដើមដែលលោកបានដើរហើយនោះឃើញទៅឃើញផ្លូវហ្នឹងថាវាសុខពិតប្រកបមែនណាហើយអញ្ចឹងក៏លោកលះបង់នៅការជាប់ជំពាក់មានកាមរាគៈជាដើមហ្នឹងដោយការពិចារណាទៅឃើញសភាពមិនទៀងណាប្រែប្រួលមើលឥឡូវយើងចង់ជាប់អីទៀតណាបើថាសបាយចង់សបាយជាមួយនឹងរបស់របរណាចង់មានសេចក្តីសុខជាមួយរបស់របរហ្នឹងកំពុងតែសុកតែមានរឿងរ៉ាវកើតឡើងបែកបាក់ប្រត់ប្រាស់គ្នាឃើញទេតទៅពេលអញ្ចឹងទៅវាអត់មានអីសេចក្តីសុខបានយូរអង្វែងពិតប្រកបអីទៅទេអញ្ចឹងក៏លោកពិចារណាថាហ្នឹងរបស់មិនទៀងណាវាមិននៅថិតថេរមមមួនអីទៅទេសំបីតែរូបជីវិតរបស់យើងហ្នឹងក៏មានការបែកប្រត់ប្រាស់ទៅហើយឥឡូវយើងទៅប្រកាន់ហួងហែងអីនេះប្រកាន់ហួងហែងណាយករបស់របរហ្នឹងមកធ្វើអីមុនក្រោយបើយើងមិនទៅមុនវាទៅមុនយើងតែប៉ុណ្ណឹងអត់មានអីដែលនៅថិតថេរចេរកាលអញ្ចឹងក៏លោកពិចារណាទៅនឿយណាយចិត្តបង្អោនរកនៅព្រះនិព្វានបង្អោនលើទៅរកណាលោកកតរៈធរដែលនាំឲ្យមានសេចក្តីស្ងប់រងាប់ដល់ទៅពេលអញ្ចឹងទៅខំប្រឹងបំពេញបុណ្យបំពេញកុសលណាអត់ប្រមាទទេមានទ្រព្យសម្បត្តិនឹងខំប្រឹងលះណាដើម្បីធ្វើជាទានមានអាយុជីវិតនឹងឯងរូបរាងកាយនឹងល្អសមសួនដៃ2ជើង2ច្រមុះ2មាត់1ត្រចៀក2ភ្នែក2ណាខ្លួនមួយនឹងខំប្រឹងធ្វើអំពើល្អណាសមាទានសិលចម្រើនភាវនាចម្រើនបញ្ញាចម្រើនមេត្តាជួយសង្គ្រោះអ្នកដតីដល់ជូនដល់ជនណាខ្សត់អត់ណាក្រលំបាកដល់ទៅពេលអញ្ចឹងទៅចេះឆ្នៃជីវិតរបស់ខ្លួននឹងឲ្យមានន័យខ្លឹមសារចេះឆ្នៃរបស់ដែលមិនមានន័យខ្លឹមសារនឹងឲ្យទៅជារបស់ដែលមានន័យខ្លឹមសារឃើញទេហើយកាលណាដែលយើងឆ្នៃរបស់ដែលមិនមានន័យខ្លឹមសារឲ្យទៅជារបស់ដែលមានន័យខ្លឹមសារជាបុគ្គលដ៏អស្ចារ្យដ៏អស្ចារ្យមើលយើងមើលដូចដុំថ្មអីគេអង្គុយពីលើសោះពីមុនណាដុំឈើដុំដីអីហ្នឹងគឺគេអង្គុយពីលើគេឈរពីលើអីគ្រប់បែបយ៉ាងហើយតទៅពេលគេយកដុំថ្មហ្នឹងយកមកលាងទឹកឲ្យស្អាតឈើហ្នឹងយកមកលាងទឹកឲ្យស្អាតគេយកមកឆ្លាក់មកឆ្នៃទៅជាព្រះទៅជាវត្ថុអនុស្សាវរីយ៍អីទៅជារបស់មានតម្លៃឃើញទេមិនហ៊ានអង្គុយមិនហ៊ានឈរមិនហ៊ានប្រមាថទាំងយើងទាំងអស់គ្នាជាអ្នកគោរពព្រះពុទ្ធសាសនាហ្នឹងបានអោនបស័យស័កអោនប្រកេះអោនក្បាលហ្នឹងថ្វាយបង្គំគោរពប្រណិប័តនៅដុំថ្ម